មួយឆ្នាំទៅមួយឆ្នាំបុគ្គលិកគ្រប់រូបតែងតែមានគោលដៅមួយដូចគ្នានោះគឺចង់ស្ថិតនៅកន្លែងការងារមួយដែលអនុញ្ញាតឲ្យពួកគេអាចលូតលាស់នៅជំនាញវិជ្ជាជីវៈនិងឱកាសអភិវឌ្ឍខ្លួននេះគឺជាវីដេអូចែករំលែករបស់បុគ្គលិកធនាគារ Chip Mong មុនឆ្នាំ2025ត្រូវបានបញ្ចប់ខ្ញុំបាទឈ្មោះផៃវិរៈជាប្រធានផ្នែកអភិវឌ្ឍអាជីវកម្មនិងអនុវត្តយុទ្ធសាស្ត្រនៅធនាគារ Chip Mong យើងផ្ដោតលើការអភិវឌ្ឍធនធានមនុស្សពិសេសក្មេងៗដែលគាត់ទើបតែបញ្ចប់ថ្នាក់បញ្ញាបត្រអាចចូលរួមជាមួយធនាគារ Chip Mong ដើម្បីហ្វឹកហាត់ការងារបន្ថែមពីអ្វីដែលខាងធនធានមនុស្សគាត់ធ្វើវគ្គបណ្ដុះបណ្ដាលខ្ញុំដែលជាអ្នកកាន់ផ្នែកអភិវឌ្ឍអាជីវកម្មក៏បន្ថែមចុះបង្រៀនគាត់បណ្ដុះបណ្ដាលគាត់នៅក្នុង field ផងដែរខ្ញុំឈ្មោះជ័យសម្រាប់ជានាយកដ្ឋានគ្រប់គ្រងហានិភ័យនៃធនាគារ Chip Mong សម្រាប់ខ្ញុំដោយសារខ្ញុំនៅជាមួយធនាគារ Chip Mong ហ្នឹងតាំងពីយើងកើតធនាគារដំបូងអញ្ចឹងខ្ញុំឃើញថាចំណុចពិសេសសំខាន់ជាងគេរបស់ធនាគារ Chip Mong គឺយើងជាធនាគារមួយដែលផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលបុគ្គលិកយើងឲ្យមានសមត្ថភាពច្បាស់លាស់ជាក់ស្ដែងអ្នកអង្គការលៀងម៉េងជាអគ្គនាយករបស់ធនាគារ Chip Mong ក៏ដូចជាថ្នាក់ដឹកនាំផ្សេងទៀតរបស់ធនាគារគឺតែងតែចំណាយពេលនៅផ្ទាល់ជាមួយនឹងបុគ្គលិករបស់យើងគ្រប់ជាន់ថ្នាក់មិនថានៅទីផ្សារឬក៏មិនថានៅពេលដែលបុគ្គលិករបស់យើងគាត់មានបញ្ហាមួយគឺយើងតែងតែបង្ហាញគាត់របៀបដោះស្រាយបញ្ហាហ្នឹងបង្ហាញគាត់យើងធ្វើឲ្យគាត់មើលតែម្ដងអញ្ចឹងខ្ញុំគិតថាហ្នឹងជាចំណុចពិសេសមួយដែលយើងជួយឲ្យបុគ្គលិករបស់យើងមានជំនាញច្បាស់លាស់មានវិជ្ជាជីវៈក្នុងការដោះស្រាយបញ្ហាជូនអតិថិជនហើយជួយឲ្យពួកគាត់នឹងរីកចម្រើនបានឆាប់រហ័សក្នុងនាមជាប្រធានផ្នែក Product Innovation ខ្ញុំត្រូវគ្រប់គ្រងគម្រោងជាច្រើននិងត្រូវបញ្ចប់ឲ្យទាន់ពេលកំណត់ដូច្នេះខ្ញុំត្រូវគ្រប់គ្រងតារាងពេលវេលានិងត្រូវចេះសហការជាមួយក្រុមការងារដែលពាក់ព័ន្ធឲ្យមានភាពរលូននិងមានប្រសិទ្ធភាពនៅធនាគារ Chip Mong មិនដែលកំណត់ពីព្រំដែនសមត្ថភាពរបស់បុគ្គលិកទេពីព្រោះនៅពេលដែលយើងទទួលបានឱកាសគ្រប់គ្រងគម្រោងកាន់តែច្រើនគឺជាពេលដែលយើងអាចរកឃើញពីសមត្ថភាពនិងភាពខ្លាំងរបស់ខ្លួនឯងបើខ្ញុំជ្រើសរើសពាក្យពីព័ត៌មានពីធនាគារ Chip Mong ខ្ញុំនឹងប្រើពាក្យថាបង្កើតអ្នកដឹកនាំដោយមូលហេតុខ្ញុំមើលឃើញថាអ្នកដឹកនាំកម្ពុជារបស់ធនាគារ Chip Mong ក៏ដូចជាគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ពួកគាត់តែងតែផ្ដល់ឱកាសមកដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ដើម្បីឲ្យគាត់មានឱកាសអាចដឹកនាំក្រុមការងារអាចមានឱកាសចែករំលែកនូវបទពិសោធន៍ដែលពួកគាត់បានធ្វើការកន្លងមកហ្នឹងទៅក្រុមការងារខ្ញុំអាចនិយាយបានថានៅធនាគារ Chip Mong បើពួកយើងព្យាយាមរៀននៅអ្វីដែលថ្មីពួកយើងបើកចិត្តទូលាយក្នុងការទទួលយកនៅ feedback ពីមជ្ឈដ្ឋានខាងក្រៅពីគណៈគ្រប់គ្រងពីក្រុមការងាររបស់យើងហើយយើងយកមកអភិវឌ្ឍខ្លួនឯងពួកយើងនឹងមានឱកាសអាចក្លាយជាអ្នកដឹកនាំមួយរូបដ៏ល្អហើយនឹងទទួលបានការផ្ដល់ឱកាសពីថ្នាក់ដឹកនាំកម្ពុជានៅគណៈគ្រប់គ្រងរបស់ធនាគារ Chip Mong ដូចគ្នាបើសិនជាឲ្យខ្ញុំព័ត៌មានពីខាងធនាគារ Chip Mong គឺខ្ញុំលើកពាក្យថាការបណ្ដុះបណ្ដាលពីព្រោះគឺពីបទពិសោធន៍របស់ខ្ញុំផ្ទាល់គឺខ្ញុំបានទទួលការរៀនសូត្រពីខាងថ្នាក់ management រួមជាមួយនឹងការអនុវត្តផ្ទាល់ដោយបានជួបជាមួយនឹងអតិថិជនផ្ទាល់ហើយក៏បានទទួលការទុកចិត្តពីខាងថ្នាក់ management ដែលផ្ដល់ឱកាសឲ្យបុគ្គលិកគ្រប់វ័យមិនថាវ័យណាទេទោះបីជាគាត់កំពុងតែរៀននៅថ្នាក់សាកលក៏ដោយក៏គាត់អាចមានឱកាសនៅក្នុងការធ្វើការនៅក្នុងធនាគារ Chip Mong បានដូចគ្នាខ្ញុំរំពឹងថានៅឆ្នាំ2026ធនាគារ Chip Mong នឹងមានបុគ្គលិកពោពេញដោយសមត្ថភាពកាន់តែច្រើនដើម្បីបម្រើសេវាកម្មជូនអតិថិជនលើសពីនេះទៀតខ្ញុំសង្ឃឹមថាធនាគារ Chip Mong នឹងក្លាយជាមជ្ឈមណ្ឌលអភិវឌ្ឍកូនខ្មែរក្នុងវិស័យធនាគារនៅក្នុងឆ្នាំ2026ខ្ញុំនិងក្រុមការងាររបស់ខ្ញុំនៅតែបន្តចេញនៅផលិតផលនិងសេវាកម្មហិរញ្ញវត្ថុថ្មីៗដើម្បីដោះស្រាយបញ្ហានិងផ្ដល់បទពិសោធន៍ងាយស្រួលដល់ការប្រើប្រាស់របស់អតិថិជនសម្រាប់ឆ្នាំ2026គោលដៅយើងចង់ធ្វើម៉េចបន្តបណ្ដុះបណ្ដាលសមត្ថភាពបុគ្គលិកយើងឲ្យប្រកបដោយសមត្ថភាពច្បាស់លាស់ប្រកបដោយវិជ្ជាជីវៈហើយថ្ងៃក្រោយគាត់អាចក្លាយទៅជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពខ្ពស់នៅក្នុងវិស័យធនាគារអញ្ចឹងខ្ញុំសង្ឃឹមថាទៅថ្ងៃមុខយើងនឹងមានកូនខ្មែរកាន់តែច្រើនក្លាយទៅជាថ្នាក់ដឹកនាំកម្ពុជានៅក្នុងវិស័យធនាគារ